អត្ថបទទី30ទូកទៅកំពង់នៅមនុស្សគ្រប់រូបនៅលើផែនដីនេះច្បាស់ណាស់ថាគ្មាននរណាម្នាក់អាចរស់នៅជាអមតៈឬមិនចេះស្លាប់នោះឡើយពោលគឺគ្រប់គ្នានឹងផុតដង្ហើមហើយចាក់ចេញពីផែនដីនេះទៅនៅថ្ងៃណាមួយជាពុំខានពិតណាស់ទោះបីរូបកាយបានឃ្លាតចាកឆ្ងាយពីលោកនេះហើយក៏ពិតមែនប៉ុន្តែគ្រប់ទង្វើនិងការប្រព្រឹត្តទាំងរឿងល្អនិងរឿងមិនល្អតែងស្ថិតនៅក្នុងការចងចាំរបស់អ្នកដែលនៅមានជីវិតរស់ឬមនុស្សជំនាន់ក្រោយជានិច្ចហេតុដូច្នេះហើយទើបមានសុភាសិតខ្មែរមួយបានលើកឡើងថាទូកទៅកំពង់នៅតើសុភាសិតមួយនេះចង់សំដៅលើអ្វីបើនិយាយអំពីទូកវាមានច្រើនប្រភេទនិងមានទំហំតូចធំទៅតាមតម្រូវការទូកគឺជាយានជំនិះសម្រាប់ជិះឆ្លងទឹកពីកន្លែងមួយទៅកន្លែងផ្សេងមួយទៀតហើយទូកគឺចង់សំដៅដល់រូបកាយមនុស្សយើងម្នាក់រីឯពាក្យថាកំពង់កំណត់បានថាជាទីកន្លែងនៅមាត់ទឹកឬជាចំណតសម្រាប់ចតទូកវាក៏សំដៅដល់កេរ្តិ៍ឈ្មោះល្អនិងអាក្រក់របស់មនុស្សគ្រប់គ្នាដូច្នេះហើយបើតាមន័យត្រង់ទោះបីទូកបានធ្វើដំណើរចាកចេញទៅហើយក៏ពិតមែនប៉ុន្តែកំពុងស្ថិតនៅកន្លែងដដែលពោលគឺកំពុងមិនបានផ្លាស់ទីទៅតាមទូកនោះឡើយនេះគឺចង់សម្ដៅថាទោះបីរូបកាយបានស្លាប់ចាកលោកនេះហើយក៏ពិតមែនប៉ុន្តែគេឈ្មោះល្អនិងអាស្រូវនៅតែអាចបន្សល់ទុកសម្រាប់អ្នកដែលនៅមានជីវិតរស់និងអនុជនជំនាន់ក្រោយជានិច្ចបើសួរថាតើយើងម្នាក់ចង់បន្សល់ទុកនូវកេរ្តិ៍ឈ្មោះល្អឬកេរ្តិ៍ឈ្មោះអាក្រក់សម្រាប់ក្មេងៗជំនាន់ក្រោយនឹកចាំច្បាស់ណាស់ថាយើងម្នាក់ប្រកាសជាចង់បន្សល់ទុកនូវកេរ្តិ៍ឈ្មោះល្អប្រពៃសម្រាប់អស់អ្នកដែលនៅរស់នឹកចាំនិងយកជាគំរូបន្ទាប់ពីយើងផុតដង្ហើមរលាយរូបកាយចាកពីលោកនេះទៅជាមិនខានគ្មាននរណាម្នាក់ចង់បន្សល់ទុកនូវកេរ្តិ៍ឈ្មោះអាសោចឲ្យគ្រប់គ្នានឹកចាំនិងជេរប្រមាថនោះឡើយបើដូច្នេះតើត្រូវធ្វើបែបណាដើម្បីអាចសាងនូវកេរ្តិ៍ឈ្មោះល្អបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយនឹកចាំនិងយកជាគំរូពិតមែនហើយការទាំងនេះវាគ្មានអ្វីក្រៅតែពីការប្រព្រឹត្តនៅទង្វើល្អសុចរិតត្រឹមត្រូវមានគុណធម៌និងគិតពីប្រយោជន៍រួមជាធំនោះទេទង្វើនិងការប្រព្រឹត្តដែលយើងធ្វើនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងនៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការសាងនូវស្នាដៃនិងកេរ្តិ៍ឈ្មោះរបស់ខ្លួនការប្រព្រឹត្តធ្វើនៅរឿងល្អត្រឹមត្រូវនិងការកសាងស្នាដៃសម្រាប់សង្គមជាតិទៀតសោតវាប្រកាសជាទាមទារនូវការបដិញ្ញាចិត្តខ្ពស់មានការលះបង់ប្រយោជន៍ផ្ទាល់ខ្លួនមានក្តីស្រឡាញ់និងការតស៊ូជានិច្ចតួយ៉ាងដូចជាអ្នកដែលមានចិត្តស្រឡាញ់និងខិតខំថែរក្សាបរិស្ថានពួកគាត់គ្រប់គ្នាមានការលះបង់ទាំងពេលវេលានិងថវិកាផ្ទាល់ខ្លួនតស៊ូអត់ធ្មត់នៅកន្លែងដែលមានពេញដោយសម្រាមយ៉ាងច្រើនក្រាស់ក្រែលនិងមានធុំក្លិនស្អុយអសោចដើម្បីធ្វើការបោសសម្អាតនិងខិតខំធ្វើយ៉ាងណាឲ្យទីក្រុងនិងប្រទេសជាតិមានអនាម័យព្រមទាំងមាននៅបរិស្ថានស្អាតល្អម្យ៉ាងវិញទៀតប្រជាជនក៏អាចរស់នៅក្នុងបរិយាកាសមួយដែលប្រកបដោយផាសុកភាពនិងអាចជាទីទាក់ទាញដល់ភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តនៅក្នុងប្រទេសយើងបានកាន់តែច្រើនថែមមួយកម្រិតទៀតតាមរយៈភាពស្រស់ស្អាតនិងសោភ័ណភាពព្រមទាំងភាពមានអនាម័យនេះផងដែរការទាំងនេះហើយជាហេតុនាំឲ្យប្រជាជនមានការកោតសរសើរនិងនឹកចាំពីទង្វើល្អរបស់ពួកគាត់គ្មានថ្ងៃភ្លេចនោះឡើយយ៉ាងណាមិញយើងក៏បានឃើញនៅកិត្យានុភាពដែលកើតឡើងពីសេចក្តីស្រឡាញ់របស់អស់អ្នកដែលខិតខំប្រឹងប្រែងតស៊ូដើម្បីការពារអភិរក្សសម្បត្តិធម្មជាតិព្រៃឈើនិងសត្វព្រៃជាដើមពួកគាត់មានការលះបង់ទាំងពេលវេលាទាំងថវិកាទាំងកម្លាំងកាយចិត្តនិងក្តីសុខផ្ទាល់ខ្លួនដើម្បីធ្វើយ៉ាងណាឲ្យមានការថែរក្សានិងការការពារដល់ធនធានធម្មជាតិដែលកំពុងមានវត្តមាននៅក្នុងប្រទេសរបស់យើងនេះការធ្វើបែបនេះវាមិនត្រឹមតែជួយដល់ប្រជាជនដែលរស់នៅក្នុងប្រទេសខ្លួនតែប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងអាចជួយដល់ផែនដីទាំងមូលផងដែរបើសិនណាជាគ្រប់ប្រទេសទាំងអស់មានការថែរក្សាធនធានធម្មជាតិបានល្អនិងគង់វង្សនោះដូចយើងបានដឹងច្បាស់រួចមកហើយថា
ធនធានធម្មជាតិបានផ្ដល់នូវអត្ថប្រយោជន៍ដ៏មហិមាដល់ផែនដីដូចជាជួយផ្ដល់អុកស៊ីសែនដល់ផែនដីកាត់បន្ថយកម្ដៅផែនដីនិងការពារគ្រោះធម្មជាតិជាដើមលើសពីនេះទៅទៀតប្រជាជនក៏អាចអាស្រ័យផលពីធម្មជាតិបានតាមរយៈស្លឹកផ្លែនិងផ្ការបស់វាជាដើមរីឯអ្នកស្រឡាញ់និងយកចិត្តទុកដាក់ព្រមទាំងខិតខំថែរក្សានៅអក្សរសាស្ត្រនិងកេរដំណែលមរតកវប្បធម៌ជាតិមួយចំនួនក៏ជាបុគ្គលដែលគួរឲ្យកោតសរសើរនិងជាបុគ្គលគំរូដែលស័ក្តិសមទទួលបាននូវកេរ្តិ៍ឈ្មោះល្អពីសំណាក់ជនរួមជាតិដែលឡែកក៏នៅមានវីរៈជនជាច្រើនរូបដែលបានតស៊ូនិងលះបង់ដើម្បីជាតិមាតុភូមិដោយមិនគិតពីអាយុជីវិតរបស់ខ្លួនគឺជាបុគ្គលដែលសមនឹងទទួលបាននូវការគោរពឲ្យតម្លៃនិងជាទីកោតសរសើរព្រមទាំងជាគំរូដ៏ល្អប្រពៃសម្រាប់មនុស្សជំនាន់បន្ទាប់ត្រូវហើយក៏នៅមានបុគ្គលជាច្រើនរូបទៀតដែលបាននឹងកំពុងធ្វើការងារសប្បុរសធម៌ចែករំលែកនិងជួយសម្រាលបន្ទុកដល់អស់អ្នកដែលកំពុងមានតម្រូវការមិនថាទាំងចំណេះដឹងថវិកាម្ហូបអាហារសម្លៀកបំពាក់ទីជម្រកនិងសម្ភារៈប្រើប្រាស់ផ្សេងៗដោយគ្មានការសោកស្ដាយនិងមានពេញដីដួងចិត្តទូលាយពួកគាត់សុទ្ធសឹងតែបានទទួលនូវការគោរពស្រឡាញ់ដឹងគុណនិងការនឹកចាំពីសំណាក់មហាជនជាពិសេសអ្នកដែលទទួលបានជំនួយពីពួកគាត់ដោយផ្ទាល់នៅមានអំពើល្អៗជាច្រើនផ្សេងទៀតក្រៅពីទង្វើនិងសកម្មភាពដូចបានរៀបរាប់ពីខាងលើដែលយើងគ្រប់គ្នាអាចប្រតិបត្តិដើម្បីអាចសាងនូវគុណតម្លៃនៃជីវិតនិងអាចជាប្រយោជន៍ដល់អ្នកដទៃរួមទាំងសង្គមជាតិផងត្រូវហើយអ្វីដែលយើងរៀនបានពីអត្ថបទនេះគឺជាទង្វើប្រចាំថ្ងៃរបស់យើងយ៉ាងណាមិញទង្វើដែលយើងប្រព្រឹត្តធ្វើរាល់ថ្ងៃវាពិតជាមានឥទ្ធិពលនិងសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយឲ្យជីវិតយើងអាចរស់នៅប្រកបដោយគុណតម្លៃនិងអាចបន្សល់ទុកទាំងកេរ្តិ៍ឈ្មោះល្អនិងកេរ្តិ៍ឈ្មោះអាសោចផងដែរម្យ៉ាងទៀតវាក៏បានដាស់តឿនក្រានរំលឹកដល់យើងឲ្យមាននូវការប្រុងប្រយ័ត្នចំពោះទង្វើដែលខ្លួននឹងប្រព្រឹត្តក្នុងពេលដែលយើងនៅមានជីវិតនៅឡើយពោលគឺត្រូវប្រព្រឹត្តតែអំពើល្អចេះចែករំលែកមានចិត្តអធ្យាស្រ័យយោគយល់ដល់គ្នាទៅវិញទៅមកមានគុណធម៌រស់នៅឲ្យមានតម្លៃជាប្រយោជន៍ដល់អ្នកដទៃនិងសង្គមជាតិជាចុងក្រោយកំពង់ដែលស្រស់ស្អាតគឺជាកេរ្តិ៍ឈ្មោះល្អប្រពៃដែលបន្សល់ទុកដល់អស់អ្នកដែលនៅមានជីវិតនឹកចាំនិងយកជាគំរូបន្តពីជំនាន់មួយទៅជំនាន់មួយទៀតត្រូវចាំថាបេសកកម្មជីវិតគឺជាការប្រព្រឹត្តធ្វើនៅសេចក្តីសុចរិតត្រឹមត្រូវនិងយុត្តិធម៌ចេះចែករំលែកការល្អមានសេចក្តីស្រឡាញ់និងក្តីមេត្តាចំពោះគ្នាទៅវិញទៅមកតែថាបើសិនជាមិនបានរស់នៅជាប្រយោជន៍ដល់មនុស្សជុំវិញខ្លួនក៏ហីទៅចុះសូមតែកុំបង្កបញ្ហាដល់គេទៅបានហើយ